បងប្អូនសៀមបើកការវាយប្រហារមកលើយើងសារជាថ្មីម្ដងទៀតទាំងព្រឹកព្រលឹមថ្ងៃទី8នេះតែម្ដងដោយការវាយប្រហារនេះគឺវាបានបាច់សាចឲ្យក្រុមសារព័ត៌មានរបស់ពួកវាជះព័ត៌មាននិងបង្កើតព័ត៌មានคล้ายៗថាទាហានយើងជាអ្នកចូលវាយប្រហារមុនណាបងប្អូនអញ្ចឹងតាំងតែពីព្រឹកព្រលឹមស្រាងមកដល់ម៉ោងនេះគឺសម្លេងផ្ទុះស្នូកំភ្លើងនៅលន់កក្រើកនៅតាមតំបន់អានសេះបាទនៅតាមប្រាសាទតាមាន់បាទនៅតាមតំបន់ព្រះវិហារបាទនៅតាមម្ដុំតំបន់ចំការជ័យគឺនៅបន្តស្នូកំភ្លើងយ៉ាងកក្រើកតែម្ដងតែយ៉ាងណាខាងទ័ពកម្ពុជាយើងក៏មាននៅភាពអត់ធ្មត់យ៉ាងខ្ពស់បំផុតដែលរក្សាបាននៅកិច្ចព្រមព្រៀងរវាងនៃការបត់ឈប់បាញ់ប៉ុន្តែកន្លែងនេះខ្ញុំសូមបញ្ជាក់បងប្អូនថាការអត់ធ្មត់របស់យើងគឺមានដែនកំណត់ដូចគ្នាបើសត្រូវមានការវាយលុកកាន់តែខ្លាំងហើយប្រឈមទៅនឹងការប៉ះពាល់ដល់អាយុជីវិតរបស់កងទ័ពយើងបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួនដូចគ្នានេះគឺអត់ខុសទៅនឹងសន្ធិសញ្ញានៃបទឈប់បាញ់នោះទេអញ្ចឹងមកដល់ម៉ោងនេះគឺសៀមមិនមែនត្រឹមតែប្រើកំភ្លើងធំយកមកបាញ់យើងទេគឺប្រើដល់ទៅរត់ក្រោះនៅក្នុងការវាយប្រហារមកកាន់យើងតែម្ដងអញ្ចឹងព័ត៌មានវិវត្តយ៉ាងណាយើងតាមដានទាំងអស់គ្នាហើយយើងក៏សូមជូនពរឲ្យបងប្អូននៃវីរៈកងទ័ពរបស់យើងទទួលបានជោគជ័យបាទគ្រប់ភារកិច្ចទាំងអស់បាទដូចខ្ញុំបានលើកចឹងថាបើគេវាយយើងនៅទីបំផុតយើងក៏ត្រូវបង្ខំចិត្តនៅក្នុងការតបតវិញនៅក្នុងទ្រង់ទ្រាយធំដែរការអត់ធ្មត់មានដែនកំណត់ហើយបងប្អូនទៅចាំថាធម្មតាទឹកទន្លេមិនដែលបំពេញទឹកសមុទ្រទេហើយរឿងនេះគឺជារឿងនយោបាយស្រុកថៃតែម្ដងដែលនាយករដ្ឋមន្ត្រីរបបស្ដេចកំពុងតែធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីថៃទទួលរងនឹងការអាម៉ាស់មុខផងទទួលរងនឹងផលប៉ះពាល់តាមរយៈគ្រោះធម្មជាតិផងហើយមកដល់ឥឡូវនេះគឺទទួលរងនឹងភាពអាម៉ាស់កាន់តែខ្លាំងទៀតតាមរយៈការរៀបចំស៊ីហ្គេមអញ្ចឹងការចូលវាយប្រហារកម្ពុជាហើយលាបពណ៌មកលើកម្ពុជានេះវាគឺជានយោបាយសៀមដែលព្យាយាមចង់លុបបំបាត់ចង់បាទcancel ឆាចោលនៅកម្មវិធី SEA Games នេះចោលតែម្ដងដោយខ្លួនឯងនេះអសមត្ថភាពនៅក្នុងការរៀបចំមិនបានប្រុងប្រៀបដោយលើកហេតុផលថាមកពីគ្រោះធម្មជាតិមកពីការធ្វើសង្គ្រាមអីជាដើមហ្នឹងទៅអញ្ចឹងវាចាប់ផ្ដើមបំពាក់ការសង្គ្រាមធ្វើសង្គ្រាមឡើងសារថ្មីទៀតដើម្បីយកលេសនេះគឺបងអាក់ SEA Games តែម្ដងបងប្អូនចារឹកជាតិសាសន៍នេះគឺថោកទាបព្រៃផ្សៃដែលអន្តរជាតិកំពុងតែមើលឃើញថាគឺជាជនជាតិមួយដែលមានភាពកលេចក្រឡុចជាទីបំផុតបាទអញ្ចឹងយ៉ាងណាក៏ដោយសង្ឃឹមថាបងប្អូនខ្មែរយើងទាំងអស់សាមគ្គីគ្នាហើយរួមគ្នាលើកទឹកចិត្តដល់មហាកងទ័ពនៃគ្រួសារខ្មែរយើងទាំងអស់គ្នាអរគុណ